ដើម្បីឲ្យមានកម្លាំងចិត្តកាន់តែរឹងមាំនិងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការប្រឈមមុខនឹងរាល់បញ្ហាមិនថាជារឿងការងារឬការរកស៊ីផ្ទាល់ខ្លួនសូមស្ដាប់10ចំណុចនេះដើម្បីលើកទឹកចិត្តខ្លួនឯងជំនះរាល់ឧបសគ្គ 1. ផ្លាស់ប្ដូរទស្សនៈចាត់ទុកឧបសគ្គជាមេរៀនកុំមើលឃើញបញ្ហាជាជញ្ជាំងដែលមករាំងផ្លូវប៉ុន្តែត្រូវមើលវាជាជណ្ដើរសម្រាប់ឈានទៅកម្រិតថ្មីរាល់ពេលជួបការលំបាកចូលប្រាប់ខ្លួនឯងថានេះជាមេរៀនដែលនឹងធ្វើឲ្យខ្ញុំពូកែជាងមុនបើគ្មានការលំបាកទេសមត្ថភាពរបស់យើងក៏មិនអាចរីកចម្រើនបានដែរ 2. ផ្ដោតលើដំណោះស្រាយជាជាងបញ្ហាការចំណាយពេលអង្គុយបារម្ភពីបញ្ហាវាមិនអាចជួយអ្វីបានឡើយថែមទាំងធ្វើឲ្យយើងអស់ថាមពលទៀតចូលប្រើខួរក្បាលដើម្បីសួរថាតើខ្ញុំអាចធ្វើអ្វីបានខ្លះនៅពេលនេះនៅពេលចិត្តផ្ដោតលើដំណោះស្រាយយើងនឹងមើលឃើញឱកាសដែលលាក់ខ្លួននៅក្នុងវិបត្តិ 3. បំបែកបញ្ហាធំឲ្យទៅជាចំណែកតូចពេលខ្លះឧបសគ្គមើលទៅហាក់ដូចជាធំធេងពេករហូតដល់យើងមានអារម្មណ៍ថាបាក់ទឹកចិត្តចូលកុំដោះស្រាយវាទាំងអស់ក្នុងពេលតែមួយបំបែកវាជាជំហានតូចហើយដោះស្រាយវាម្ដងមួយចំណុចការសម្រេចបានជោគជ័យតូចប្រចាំថ្ងៃនឹងផ្ដល់កម្លាំងចិត្តឲ្យយើងបន្តទៅមុខទៀត 4. ជឿជាក់លើសមត្ថភាពនិងបទពិសោធន៍ខ្លួនឯងយើងធ្លាប់ឆ្លងកាត់ការងារស្មុគស្មាញនិងការរកស៊ីច្រើនមកហើយចូលរំលឹកខ្លួនឯងអំពីភាពជោគជ័យកាលពីមុនប្រសិនបើយើងអាចឆ្លងកាត់រឿងទាំងនោះបានយើងក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយរឿងនៅចំពោះមុខនេះបានដូចគ្នា 5. រៀនទទួលយកភាពមិនល្អឥតខ្ចោះក្នុងនាមជាអ្នកគ្រប់គ្រងយើងតែងចង់ឲ្យគ្រប់យ៉ាងដើរដោយរលូន 100% ប៉ុន្តែជីវិតតែងតែមានការប្រែប្រួលចូលរៀនយល់ស្របនឹងការខុសឆ្គងខ្លះការផ្លាស់ប្ដូរខ្លះឬការបាត់បង់ខ្លះទទួលយកវារួចរៀបចំផែនការថ្មី 6. រក្សាភាពវិជ្ជមានតាមរយៈការដឹងគុណទោះបីជាជួបបញ្ហាក៏ដោយក៏នៅមានរឿងល្អជាច្រើនទៀតក្នុងជីវិតចូលចំណាយពេលខ្លីៗជារៀងរាល់ថ្ងៃដើម្បីអរគុណដល់អ្វីដែលយើងមានដូចជាគ្រួសារសុខភាពចំណេះដឹងការដឹងគុណនឹងជួយឲ្យចិត្តរបស់យើងមានសន្តិភាពនិងមានកម្លាំងតស៊ូ 7. បង្កើតមិត្តភាពជាមួយមនុស្សដែលមានថាមពលវិជ្ជមានកុំនៅក្បែរមនុស្សដែលចាំតែរិះគន់ឬបង្អាប់ទឹកចិត្តចូលនិយាយពិភាក្សាជាមួយមិត្តភ័ក្តិឬដៃគូអាជីវកម្មដែលផ្ដល់គំនិតល្អនិងការលើកទឹកចិត្តសម្ដីវិជ្ជមានពីមនុស្សជុំវិញខ្លួនគឺជាថ្នាំប៉ូវផ្លូវចិត្តដ៏មានប្រសិទ្ធភាព 8. ផ្ដល់ឱកាសឲ្យខ្លួនឯងសម្រាកដើម្បីបញ្ចូលថាមពលការតស៊ូមិនមែនមានន័យថាត្រូវធ្វើការរហូតដល់សន្លប់នោះទេខួរក្បាលដែលហត់នឿយមិនអាចគិតរកដំណោះស្រាយល្អបានឡើយសូមធ្វើការសម្រាកគេងឲ្យគ្រប់គ្រាន់ឬដើរកម្សាន្តខ្លះនឹងជួយឲ្យយើងមានស្មារតីស្រឡះដើម្បីមកតស៊ូជាមួយនឹងឧបសគ្គដោយភាពច្បាស់លាស់ 9. ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមនុស្សម្នាក់មានផ្លូវដើររៀងៗខ្លួនការមើលឃើញគេជោគជ័យជាងយើងនៅលើ Facebook មិនមែនមានន័យថាយើងបរាជ័យនោះទេចូលផ្ដោតលើការរីកចម្រើននិងតាមដានការវិវត្តរបស់ខ្លួនឯងប្រសិនបើថ្ងៃនេះយើងល្អជាងកាលពីម្សិលមិញនោះយើងគឺជាអ្នកជោគជ័យហើយ 10. កុំបោះបង់ភាពជោគជ័យជារឿយៗកើតឡើងនៅនាទីចុងក្រោយបន្ទាប់ពីយើងបានតស៊ូឆ្លងកាត់ភាពលំបាកបំផុតទោះជាត្រូវដើរយឺតក៏ដោយក៏កុំឈប់ដើរដរាបណាយើងមិនបោះបង់យើងមិនទាន់បរាជ័យឡើយ